មកដល់ទីក្រុងម៉ែផ្ដាំគុំលងនឹងគ្រឿងវល់កូនត្រូវតែចាំបណ្ដាំដែលពុកម៉ែបានផ្ដល់ឲ្យកូនខិតខំប្រឹងប្រែងទោះបីជាពេលនេះមិនសល់បើជ្រួលជាដៅឲ្យដឹកបើជ្រួលជាទៅឲ្យដល់កូនត្រូវគិតមុនគោកុំរអ៊ូមុនធ្វើកុំហ៊ានពេកកុំខ្លាចពេកហ៊ានសម្រេចកុំស្ទាក់ស្ទើរជាអត់ធ្មត់អត់ធំរាប់អានមនុស្សត្រូវតែមើលអ្នកខ្លាំងនាំយើងល្អអ្នកខ្លះទៀតបោកយើងប្រាំងអាយុ18ខ្ញុំហ៊ានឈានជើងមកក្រៅប៉ុន្តែខ្ញុំមិនភ្លើតភ្លើននៅចាំពាក្យម៉ែប្រដៅម៉ែថាកុំធ្វើអីមិនល្អនាំមកសៅកុំរពឹកខុសរបៀបអីកុំនិយាយឈើមករកលំបាកជំរាបដូចជាបាស័យដែលហោះក្បាលចេញពីទន្លំចេញមកបំមាញ់នឹងចាប់ចំណៃចេញមកប្រឡូកនៅក្នុងសង្គមមកស្គាល់រសជាតិជីវិតគ្លីគ្រួសារមិនបានជួបជុំពេលខ្លះក៏ខ្ញុំសប្បាយចិត្តហើយពេលខ្លះក៏ខ្ញុំមកអង្គុយយំការវិខ្ញុំនៅតូចខ្ញុំធ្លាប់គិតថាធំឡើងសប្បាយតែអ្វីដែលខ្ញុំបានគិតគឺវាមិនដូចជាការបំផ្លាញរងរស់សំពីសំថៅវាធ្វើឲ្យខ្ញុំចង់ដែរឃើញខ្ញុំតែនៅខាងក្រៅតែនៅខាងក្នុងកំពុងតែ cry ពេលខ្លះរៀងលើផ្លូវនេះគឺវាមិនងាយស្រួលព្រោះជីវិតបង្កើតនៅ